ខ្ញុំលក់បាយប្រអប់នៅក្បែរការដ្ឋានសំណង់មួយប្រអប់5មួយយន្តមានម្ហូបសាច់ពីរមុខបន្លែពីរមុខហើយបាយចង់ញ៉ាំប៉ុន្មានក៏បានស៊ុបពងទាត្រីសមុទ្រដែលខ្ញុំឲ្យដោយឥតគិតថ្លៃក៏ខ្ញុំដួសឲ្យពេញថ្នាលរហូតអ្នកភូមិយើងជាង20នាក់ដែលមកធ្វើការនៅទីនេះសុទ្ធតែជាអតិថិជនប្រចាំឆ្នាំរបស់ខ្ញុំមិនដែលគិតថ្លៃលើសពីថ្លៃដើមឡើយសូម្បីតែថ្លៃកម្លាំងពលកម្មឬថ្លៃទឹកភ្លើងក៏ខ្ញុំមិនបានគិតបញ្ចូលដែរប៉ុន្តែនៅថ្ងៃត្រង់មួយខណៈពេលដែលកំពុងមានញឹកបំផុតអាខ្លៅពីភូមិយើងស្រាប់តែបោកចានបាយចោលចំកណ្ដាលមុខចង្អុលមុខខ្ញុំហើយជឿថាខ្ញុំជាមនុស្សចិត្តខ្មៅវាថាពួកខ្ញុំទៅសួរគេនៅផ្សាររួចហើយបាយមួយប្រអប់នេះថ្លៃដើមមិនដល់2យន្តផងតែអញហ៊ានលក់ដល់5មួយយន្តចំណេញពីពួកយើងដល់ទៅ4យន្តឯណោះពួកយើងជាង20នាក់ស៊ីបាយអញមួយថ្ងៃ2ពេលអញរកបាន160យន្តក្នុងមួយថ្ងៃមួយខែរកបាន4800ក្នុងមួយឆ្នាំអញកើបលុយញើសជាងពួកយើងជិត60000យន្តបាត់ទៅហើយពាក្យទាំងនេះត្រូវបាននិយាយចេញមកហ្វូងមនុស្សដែលកំពុងតម្រង់ជួររងចាំដួសបាយក៏ផ្ទុះកំហឹងភ្លាមពួកអ្នកភូមិដែលកាលពីមួយផ្លេតមុននៅហៅខ្ញុំយ៉ាងផ្អែមល្ហែមថាបងធំហេវក៏ស្រាប់តែបដូរមុខមាត់ដាក់ខ្ញុំពួកគេនាំគ្នាស្រែកទារលុយស្រែកទារថ្លៃបាយដែលបានញ៉ាំកន្លងមកជាមួយឆ្នាំបើមិនដូច្នេះទេនឹងមកបំផ្លាញឡានលក់បាយរបស់ខ្ញុំហើយកុំតិចតូបរបស់ខ្ញុំចោលខ្ញុំដោយកែវភ្នែកក្រហមញ៉ាំងបានយកលុយសុទ្ធ2000យន្តដែលនៅសល់ក្នុងហោប៉ៅទាំងអស់ដែលមានយកទៅបោះចំមុខអាខ្លៅហើយដេញពួកគេឲ្យទៅឲ្យឆ្ងាយពីខ្ញុំនៅជុំវិញការដ្ឋានសំណង់នេះក្រៅពីបាយប្រអប់5មួយយន្តរបស់ខ្ញុំថោកបំផុតគឺ10យន្តមានសាច់តែមួយមុខបន្លែពីរមុខហើយកំណត់បរិមាណបាយទៀតនៅពេលដែលពួកគេលេងមកញ៉ាំបាយតូបខ្ញុំហើយខ្ញុំចង់ដឹងណាស់ថាពួកមនុស្សដែលខំប្រឹងធ្វើការយកលុយញើសឈាមនេះនឹងរកអ្វីញ៉ាំឲ្យឆ្អែតយ៉ាងណាហើយនឹងទ្រាំរស់នៅយ៉ាងណាក្នុងជីវិតដ៏លំបាកនៅការដ្ឋាននេះកាលពី10ឆ្នាំមុនខ្ញុំបានតាមអ្នកភូមិមកធ្វើការនៅការដ្ឋានសំណង់ក្នុងទីក្រុងនេះគ្មានចំណេះដឹងគ្មានជំនាញមានតែធ្វើជាកម្មករកម្លាំងពលកម្មធម្មតារែកអេតដឹកស៊ីម៉ងចង់ដាច់ការងារធ្ងន់អ្វីក៏ខ្ញុំធ្លាប់ធ្វើដែរជីវិតនៅការដ្ឋានវាលំបាកប៉ុន្តែអ្វីដែលហត់នឿយបំផុតមិនមែនជាកម្លាំងនោះទេគឺជាការមិនបានញ៉ាំបាយក្តៅដល់ឆ្អែតឆ្អន់បាយនៅរោងអាហារការដ្ឋានថ្លៃហួសហេតុបន្លែធម្មតាមួយមុខក៏តម្លៃ5យន្តទៅហើយម្ហូបមានសាច់បន្តិចបន្តួចក៏តម្លៃ15យន្តបាយមួយពេលនៅការដ្ឋានតែងតែធ្វើឲ្យមនុស្សមានអារម្មណ៍ធ្ងន់ក្នុងចិត្តបាយប្រអប់ចល័តនៅខាងក្រៅក៏ដូចគ្នាមើលទៅដូចជាថោកតែតាមពិតសុទ្ធតែជាការបោកប្រាស់បន្លែក៏ស្រពោនស្អុយស្លឹកសាច់ក៏ជាសាច់បង្កកដែលទុកចោលយូរថ្ងៃបាយក៏ជាអង្ករចាស់ដែលទុកយូរញ៉ាំទៅចុកពោះការញ៉ាំបាយបែបនេះគ្រាន់តែធ្វើឲ្យឆ្អែតពោះតែមិនអាចធ្វើឲ្យចិត្តឆ្អែតបានឡើយនៅពេលនោះខ្ញុំក៏គិតថាបើមានកន្លែងណាមួយលក់បាយប្រអប់ដែលថោកហើយមានគុណភាពសម្រាប់ពួកយើងជាកម្មករដែលប្រើកម្លាំងនេះចំណាយលុយតិចបំផុតបានញ៉ាំបាយក្តៅឆ្អែតតើវាល្អប៉ុណ្ណាទៅក្រោយមកខ្ញុំមានលុយបន្តិចបន្តួចខ្ចីបងប្អូនមិត្តភក្តិខ្លះទៀតសុកចិត្តជួបផ្ទះតូចមួយក្បែរការដ្ឋានទិញឆ្នាំងចានស្លាបព្រាទិញឡានរុញលក់បាយធ្វើលិខិតបញ្ជាក់សុខភាពចាប់ផ្ដើមអាជីពលក់បាយនេះនិយាយទៅមិនមែនជាការងារថ្លៃថ្នូរអ្វីទេគ្រាន់តែជាអ្នកលក់តាមផ្លូវជារៀងរាល់ថ្ងៃខ្លួនប្រានសុទ្ធតែក្លិនជៀនឆាតែយ៉ាងហោចណាស់ក៏អាចចិញ្ចឹមប្រពន្ធកូនបានថែមទាំងអាចឲ្យពួកកម្មករដូចជាខ្ញុំបានញ៉ាំបាយដែលមានសុវត្ថិភាពទុកតូចតាមផ្លូវទោះបីមិនថ្លៃថ្នូរតែអាចទ្រទ្រង់ជីវភាពគ្រួសារបានហើយក៏ទ្រទ្រង់នៅអាហារក្តៅសម្រាប់ពួកកម្មករផងដែរចាប់តាំងពីថ្ងៃដំបូងនៃការចាប់ផ្ដើមលក់ខ្ញុំបានដាក់ច្បាប់មួយបាយប្រអប់តម្លៃ5មួយយន្តសាច់ពីរមុខបន្លែពីរមុខបាយញ៉ាំមិនកំណត់ស៊ុបដោយឥតគិតថ្លៃមិនរើសអើងអ្នកណាម្នាក់ច្បាប់នេះខ្ញុំបានកាន់ខ្ជាប់អស់រយៈពេល5ឆ្នាំក្នុងរយៈពេល5ឆ្នាំនេះតម្លៃមិនដែលដំឡើងបរិមាណមិនដែលកាត់បន្ថយអាហារក្តៅស៊ុបក្តៅនៅតែមានជានិច្ចទុកបាយនៅជុំវិញពី8យន្តឡើងដល់10យន្តហើយពី10យន្តឡើងដល់12យន្ត15យន្តមានតែតូបខ្ញុំមួយប៉ុណ្ណោះតែនៅតែ6យន្តជានិច្ចបរិមាណមានតែច្រើនជាងមុនមុខម្ហូបបដូររហូតមិនដែលខ្វះថ្ងៃច័ន្ទមានដំឡូងចៀនសាច់មាន់ពេញប៉ោះឆាពងទាឆាបន្លែតៅហ៊ូថ្ងៃអង្គារមានសាច់ជ្រូកឆាបន្លែសាច់ជ្រូកឆាសណ្តែកបណ្ដុះថ្ងៃនេះមួយម្ហូបបដូរមកគ្នាសាច់បន្លែចម្រុះក្តៅជានិច្ចថ្ងៃពុធមានសាច់គោសាច់ជ្រូកចិញ្ច្រាំបន្លែស្រស់ត្រឡាចបដូរមកគ្នាមិនដែលជាន់គ្នាអង្ករដែលខ្ញុំប្រើជាអង្ករក្រអូបយ៉ាងល្អតម្លៃ2យន្ត8សេនក្នុង1កន្លះគីឡូតាមមកបាយទុនឆ្ងាញ់កម្មករប្រើកម្លាំងខ្លាំងញ៉ាំ2 3ចានខ្ញុំមិនដែលនិយាយអ្វីឡើយពួកគេញ៉ាំច្រើនខ្ញុំក៏ដួសឲ្យច្រើនគិតតែម្យ៉ាងថាឲ្យអ្នកធ្វើការបានឆ្អែតសាច់ដែលប្រើគឺទៅទិញរាល់ព្រលឹមនៅផ្សារលក់ដុំសាច់ជ្រូកទើបនឹងកាប់សាច់មាន់ខ្ញុំរើសតែរបស់ដែលថ្មីបំផុតទាំងពណ៌ក្លិនផ្ទៃសាច់ត្រូវពិនិត្យឲ្យច្បាស់គ្រប់ចំណុចដាច់ខាត់មិនប្រើសាច់មិនល្អនេះជាគោលការណ៍ដែលខ្ញុំធ្វើបាយឲ្យកម្មករបន្លែក៏ទិញតាមរដូវកាលដែលស្រស់បំផុតពេលរើបន្លែខ្ញុំមិនដែលខ្ជិលឡើយតតែស្រស់ទើបហ៊ានទិញសូម្បីតែខុសគ្នាបន្តិចបន្តួចក៏ខ្ញុំមិនទិញបន្លែដែលគេកោទុកចោលមិនស្រស់ដែរចំណាយលុយច្រើនបន្តិចធ្វើម្ហូបឲ្យគេញ៉ាំខ្ញុំទើបមានអារម្មណ៍ធូរស្រាលក្នុងចិត្តអស់រយៈពេលជាច្រើនឆ្នាំមកនេះខ្ញុំសុខចិត្តចំណេញតិចក៏មិនចង់យករបស់មិនល្អទៅឲ្យអ្នកធ្វើការញ៉ាំឡើយប្រពន្ធខ្ញុំតែងតែថាខ្ញុំឈួតគេលក់បាយ12យន្តគេប្រើសាច់បង្កកអង្ករចាស់អញលក់5មួយយន្តប្រើសាច់ស្រស់ចំណេញស្ទើរតែគ្មានថែមទាំងឲ្យបាយសាច់ពួកគាត់ទៀត
តើបន្តទៅទៀតយើងនឹងយកអ្វីញ៉ាំម្ហូបខ្លះខ្ញុំថែមជូនក៏មិនយកថ្លៃដែរថ្ងៃបុណ្យទានម្ដងខ្ញុំតែងតែថែមពងទាឲ្យម្នាក់មួយគ្រាប់ថែមសាច់គ្រាប់មួយទៀតក៏មិនដែលគិតលុយដែរខ្ញុំតែងតែគិតថាបើយើងស្មោះត្រង់នឹងគេក៏ស្មោះត្រង់នឹងយើងខ្ញុំឲ្យអស់ពីចិត្តគិតថាពួកគេនឹងមិនក្បត់ខ្ញុំទេប៉ុន្តែខ្ញុំភ្លេចទៅថាអ្វីដែលពិបាកមើលជាងគេបំផុតគឺចិត្តមនុស្សនេះឯងហើយអ្វីដែលពិបាកនឹងគ្រប់គ្រងបំផុតគឺសេចក្តីលោភលន់ថ្ងៃនេះជាថ្ងៃពុធដូចរាល់ដងខ្ញុំនឹងលីនស៊ូក្រោកពីម៉ោង 2 ទៀបភ្លឺខាងក្រៅមេឃនៅងឹតសូន្យមានតែពន្លឺភ្លើងតាមផ្លូវរលឹមបំភ្លឺតាមដងផ្លូវដ៏ស្ងាត់ជ្រងខ្យល់បក់នៅពេលយប់ជ្រៅត្រជាក់ញាក់សាច់បក់ប៉ះមុខដូចគេយកកាំបិតមុតអញ្ចឹងក្នុងផ្ទះតូចភ្លើងបើកយូរហើយសំឡេងផ្ទះបាយយដុកដាក់អង្គរាប់រយគីឡូលាងស្អាតត្រាំទឹកទុកចាំចំហុយខ្ញុំពាក់អាវកៅស៊ូកាន់ទីយ៉ាសម្រាប់ដួសឈរនៅមុខចង្ក្រានកម្ពស់ត្រឹមចង្កេះដាំម្ហូបមេសម្រាប់ថ្ងៃនេះគឺដំឡូងស្ងោរជាមួយសាច់មាន់ស្រែ20គីឡូកាត់ជាដុំស្រុះទឹកក្តៅបំបត្តិឆ្អាបរួចរំលីងស្ករសឲ្យឡើងពណ៌ដាក់ផ្កាចន្ទន៍និងឈើអែមស្លឹកក្រូចសើចបំពងភ្លើងខ្លាំងឲ្យឈ្ងុយបន្ទាប់មកចាក់ទឹកស៊ុបឆ្អឹងដាំឲ្យពុះក្លិនឈ្ងុយសាយភីពេញផ្ទះលីនស៊ូកំពុងលាងបន្លែនៅក្បែរនោះម្រេចបៃតង20គីឡូពងទា10គីឡូសណ្តែកបណ្ដុះ30គីឡូត្រប់20គីឡូហើយនឹងខ្ទឹមស្លឹកមួយបាច់ធំគ្នាមួយដុំធំសុទ្ធតែត្រូវលាងឲ្យស្អាតកាត់ឲ្យស្រេចចាំដាក់ចង្ក្រានកូនស្រីឈ្មោះយ៉ាយ៉ាទើបតែអាយុ5ឆ្នាំនៅដេកលក់លើក្រែតូចថ្ពាល់ក្រហមព្រឿងយូរម្ដងគេកម្រើកមាត់និងក្រឡាប់ខ្លួនពួកយើងទាំងពីរធ្វើអ្វីថ្នមខ្លាចក្រែងគេភ្ញាក់ពីម៉ោង 2 ទៀបភ្លឺរហូតដល់ម៉ោង 10 ព្រឹកចង្ក្រានធំ4ត្រូវបានប្រើបដូរគ្នាម្ហូបសាច់2មុខបន្លែ2មុខចិនអស់ដាក់ក្នុងធុងរក្សាកម្ដៅម្ហូបទាំង4មុខដាក់ស្រេចកម្ដៅនៅតែហុយចេញមកបាយចំហុយដាក់ពេញធុងរក្សាកម្ដៅធំ4នៅមានស៊ុបពងទាដាក់សារាយមួយធុងធំទៀតក្នុងនោះមានពងទានិងសារាយពេញធុងមិនមែនជាទឹកស៊ុបថ្លាដូចទឹកលាងចាននោះទេរៀបចំដាក់លើទេសរុញបាយម្ហូបក្ដៅនិងស៊ុបដាក់ឲ្យស្រួលបួលចាក់សោទ្វារផ្ទះតូចឲ្យជាប់ខ្ញុំរុញរទេះលីនស៊ូដើរតាមក្រោយដើរជាង10នាទីទៅដល់មុខការដ្ឋានរទេះធ្ងន់ណាស់រុញពិបាកបន្តិចប៉ុន្តែក្នុងចិត្តខ្ញុំមានអារម្មណ៍ថាធូរស្រាលគិតដល់ពេលឃើញកម្មករញ៉ាំបាយក្ដៅខ្ញុំមានអារម្មណ៍ថាហត់ប៉ុណ្ណេះមិនមែនជារឿងអ្វីទេម៉ោង 11 កន្លះទៅដល់មុខការដ្ឋានល្មមគឺជាពេលសម្រាប់របស់កម្មករទ្វារបើកភ្លាមកម្មកររាប់រយនាក់ក៏សម្រុកចេញមកឃើញពីចម្ងាយបងប្អូនអ្នកភូមិដូចគ្នាមួយក្រុមតូចកំពុងរងចាំអ្នកដែលឈរជួរមុខឃើញខ្ញុំមកដល់ក៏ស្រែកសើចបងដាហើយមកដល់ហើយចាំយូរហើយថ្ងៃនេះគ្រាន់តែហិតក្លិនក៏ដឹងថាឈ្ងុយដែរដំឡូងស្ងោរជាមួយសាច់មាន់មែនទេបងដាហើយថ្ងៃនេះដួសសាច់មាន់ឲ្យខ្ញុំច្រើនបន្តិចមកម្សិលមិញធ្វើការហត់ពេកឃ្លានសាច់ខ្លាំងណាស់បងដាហើយថ្ងៃនេះខ្ញុំសុំថែមបាយមួយចានផងព្រឹកនេះរវល់តែចង់ដៃឃ្លានស្ទើរតែដាច់ពោះហើយខ្ញុំញឹមតបរួចឈប់ប្រទេសឲ្យនឹងហើយបើគុំរົບធំកម្ដៅលីលំនឹងក្លិនឈ្ងុយសាយភីចេញមកភ្លាមលីនស៊ូនៅក្បែរនោះរៀបចំបាយនឹងស្លាបព្រាខ្ញុំជាអ្នកដួសបាយស្លាបព្រាក្នុងដៃខ្ញុំមិនដែលញ័រទេដួសសាច់មាន់មួយព្រាពេញសុទ្ធតែសាច់បន្ទាប់មកពេញប៉ោះឆាជាមួយពងទារួចថែមបន្លែ2ព្រាដាក់ក្នុងប្រអប់បាយពេញព្រារហូតដល់បិទគម្របស្ទើរមិនជិតបងដាហើយដៃបងមិនញ័រមែនទេណាល្អជាងមីងដែលដួសបាយនៅកន្លែងហូបបាយការដ្ឋានរាប់រយដងនឹងហើយបងដាហើយយើងជាមនុស្សស្មោះត្រង់មិនដូចពួកថៅកែកេងប្រវ័ញ្ចនោះទេដួសមួយព្រាបានតែទឹកបន្លែពាក់កណ្ដាលកម្មករគ្រប់គ្នានិយាយសរសើរមិនដាច់ពីមាត់ខ្ញុំស្ដាប់ហើយមានអារម្មណ៍កក់ក្ដៅក្នុងចិត្តធ្វើការកាន់តែលឿនថ្ងៃនេះយ៉ាយ៉ាក៏មកដែរពាក់អាវក្រៅតូចឈរនៅក្បែររទេះជួយហុចចានស៊ុបពូចានស៊ុបចាស់កម្មករគ្រប់គ្នាចូលចិត្តក្មេងស្រីតូចនេះណាស់តែងតែរករឿងឲ្យស្ករគ្រាប់ហើយលេងជាមួយនាងមនុស្សកាន់តែច្រើនឡើងឡោមព័ទ្ធជុំចិត្តច្រកចេញចូលស្ទើរតែគ្មានខ្ញុំនឹងលីនស៊ូវរហូតដល់ដង្ហើមស្ទើរមិនទាន់ញើសហូរស្រោចថ្ងាសគ្មានពេលសំបីតែជូតនៅពេលដែលរវល់បំផុតយ៉ាងស៊ីវហីក៏ដើរមកដល់គេដាក់ប្រអប់បាយលើទេសយ៉ាងកម្ររួចធ្វើមាត់ស្រួចហើយនិយាយថាជាងដាហើយដួសឲ្យខ្ញុំមួយប្រអប់យកសាច់ច្រើនកុំដួសតែដំឡូងឲ្យខ្ញុំងើយមើលមុខគេបន្តិចមិនបាននិយាយអ្វីដៃដួសសាច់មាន់មួយព្រាធំដាក់ក្នុងប្រអប់ឲ្យគេយ៉ាងស៊ីវហីជាចៅប្រុសរបស់លោកតាជាងនៅភូមិជាមួយគ្នាឆ្នាំនេះអាយុ24ឆ្នាំមកធ្វើការជាអ្នកចុងដែកនៅការដ្ឋាននេះជាមួយអ្នកភូមិមកបានជិត1ឆ្នាំហើយខ្ជិលច្រអូសធ្វើការមិនយកការរកលុយបានបន្តិចក៏យកទៅលេងល្បែងចាញ់ក៏ជំពាក់គេកាន់ប្រអប់បាយទៅផ្អែកនឹងបង្គោលភ្លើងក្បែរនោះញ៉ាំបាន2មាត់ស្រាប់តែបោះប្រអប់បាយទៅលើដីយ៉ាងខ្លាំងប្រអប់បាយដែកអ៊ីណុកបោកនឹងដីបេតុងលឺសូយ៉ាងខ្លាំងបាយក្នុងប្រអប់ខ្ចាត់ខ្ចាយពេញដីទឹកម្ហូបបាញ់ខ្ចាយពេញទៅអស់សូម្បីតែជើងរបស់កម្មករក្បែរនោះក៏ប្រឡាក់ដែរជុំវិញនោះស្ងាត់ជ្រាបភ្លាមគ្រប់គ្នាសម្លឹងមើលទៅយ៉ាងសៀវហីរួចក៏បែរមកមើលមុខខ្ញុំកម្មករដែលកំពុងដួសបាយក៏ឈប់ដៃមុខការដ្ឋានដែលធ្លាប់តែអ៊ូអរស្រាប់តែស្ងាត់ដូចគេចោលតែខ្ញុំដែលកាន់ស្លាបព្រាក្តាប់ណែនរហូតឡើងខ្ញុំសម្លឹងមើលយ៉ាងសៀវហីហើយខំអត់ធ្មត់សួរថាយ៉ាងសៀវហីឯងធ្វើស្អីយ៉ាងសៀវហីបោះជំហានមកមុខមួយក្តាប់ចង្អុលមុខខ្ញុំដោយអារម្មណ៍ពុះកញ្ជ្រោលទឹកមកខ្ទាតមកមុខខ្ញុំគេស្រែកដាច់កុកខ្ញុំធ្វើស្អីជាងដាហើយខ្ញុំនេះហើយត្រូវសួរឯងធ្វើស្អីមុនសិកាឯងយកទៅណាអស់ហើយការស្រែករបស់គេតាក់ទាញមនុស្សជុំវិញឲ្យមកមើលមនុស្សមកឡោមព័ទ្ធជុំចិត្តពួកអ្នកភូមិដូចគ្នាក៏ដើរមកជុំគ្នាឈរនៅក្រៅយ៉ាងសៀវហីម្នាក់សម្លឹងមកខ្ញុំដោយខ្សែភ្នែកសង្ស័យ
យ៉ាងសៀវហីក្រឡេកមើលកម្មករជុំវិញខ្លួនស្រែកខ្លាំងជាងមុនដូចជាចង់ឲ្យគ្រប់គ្នានៅទីនេះបានឬខ្ញុំបានសួរអ្នកលក់បន្លែនៅផ្សារច្បាស់បន្លែពីរមុខនោះបូកបញ្ចូលគ្នាមិនដល់5ម៉ាក់ផងសាច់មាន់ជាមួយស៊ុតនោះតម្លៃត្រឹមតែ1យន្តប៉ុណ្ណោះតម្លៃដើមមួយប្រអប់នេះបូកបញ្ចូលគ្នាត្រឹមតែ2យន្តទេអញបែរជាលក់ដល់6យន្តមួយប្រអប់អញកេងចំណេញយើង3យន្តបាត់ទៅហើយពួកយើងជាង20នាក់មកពីភូមិជាមួយគ្នាមួយថ្ងៃញ៉ាំ2ពេលនៅទីនេះអញរកស៊ីចំណេញពីពួកយើងជាង100យន្តក្នុងមួយថ្ងៃមួយខែជាង3000យន្តពុកសរុបមួយឆ្នាំមកនេះអញកេងយកញើសឈាមពីអ្នកភូមិជាមួយគ្នាបានជិត40000យន្តបាត់ទៅហើយជាងតាហើយឲ្យពួកយើងធ្វើការនៅការដ្ឋានសំណង់ធ្វើការហត់នឿយពេញមួយថ្ងៃហៅខ្យល់ហៅថ្ងៃរកបានតែ2ទៅ300យន្តប៉ុណ្ណោះតែអញវិញគ្រាន់តែដួសបាយដួសម្ហូបប៉ុណ្ណឹងក៏កាប់យកញើសឈាមពួកយើងទៅអស់អញមិនខ្លាចអៀនខ្លួនខ្លះទេលុយទាំងនេះអញយកទៅមិនខ្លាចក្តៅដៃទេសម្ដីនេះធ្វើឲ្យហ្វុងមនុស្សផ្ទុះកំហឹងភ្លាមសណ្ដាប់ធ្នាប់អ្នកតម្រង់ជួររោងចាំបាយក៏ខូចអស់បរិយាកាសមកប្រទេសលក់បាយតានតឹងឡើងភ្លាមកម្មករជុំវិញចាប់ផ្ដើមខ្សឹបខ្សៀវគ្នាខ្លះចង្អុលមុខជាងតាហើយខ្សែភ្នែកសង្ស័យកាន់តែច្រើនឡើងអ្នកភូមិជាមួយគ្នាទាំងនោះមុខមាត់ប្រែប្រួលភ្លាមមួយរំពេចពីមុនហៅតែបងតាហើយអ្នកភូមិដែលធ្លាប់តែស្និទ្ធស្នាលពេលនេះផ្លាស់ប្ដូរមុខមាត់អស់ហើយខ្សែភ្នែកដែលគេសម្លឹងមើលជាងតាហើយពោពេញដោយភាពស្អប់ខ្ពើមនិងកំហឹងក្បាលរបស់ជាងតាហើយវិលវល់អស់ទាំងស្រុងគាត់នឹកស្មានមិនដល់សោះថាអ្នកភូមិដែលគាត់ស្រឡាញ់ដូចបងប្អូនអស់5ឆ្នាំមកនេះបែរជាមកឈរនៅត្រើយម្ខាងបែបនេះការយកចិត្តទុកដាក់ពេញ5ឆ្នាំនៅពេលនេះវាដូចជាចំហាយទឹកតែចាក់ទម្លុះបេះដូងគាត់យ៉ាងខ្លាំងនៅចំពោះមុខមនុស្សម្នាអ្នកដែលធ្លាប់ស្គាល់បែរជាប្រែជាចម្លែកបេះដូងរបស់ជាងតាហើយកាន់តែធ្លាក់ចុះក្នុងសភាពអស់សង្ឃឹមជាងតាហើយដកដង្ហើមវែងដាក់វែកដួសបាយចុះគាត់សម្លឹងមើលចាងសៀវហីនិយាយមួយថាចាងសៀវហីអញស៊ូមិនសកាអញមើលបាយប្រអប់ខ្ញុំតម្លៃ6យន្តនេះម្ហូបសាច់ពីរមុខបន្លែពីរមុខបាយហូបឆ្អែតសូមជូនដោយឥតគិតថ្លៃខ្ញុំកេងចំណេញអ្វីពីឯងចំណេញអ្វីលុយខ្មៅនោះហេតម្លៃដើម2យន្តលក់6យន្តមួយប្រអប់ចំណេញពាក់កណ្ដាលនេះមិនហៅថាចិត្តខ្មៅទេខ្ញុំឃើញថាឯងលោភលន់ចង់បានលុយខ្លាំងពេកមកកេងប្រវាញ់អ្នកភូមិឯងតម្លៃដើម2យន្តអង្គររបស់ខ្ញុំតម្លៃ2យន្ត8ក្នុងមួយចិនក្នុងមួយប្រអប់យ៉ាងហោចក៏កន្លះចិនដែរថ្លៃអង្គរក៏អស់1យន្ត4បាត់ទៅហើយសាច់មាន់របស់ខ្ញុំ12យន្តក្នុងមួយចិនសាច់មាន់ក្នុងប្រអប់នោះយ៉ាងហោចណាស់ក៏2ដំឡឹងដែរថ្លៃសាច់មាន់មួយមុខក៏2យន្ត4ដែរស៊ុត5យន្តក្នុងមួយចិនស៊ុតក្នុងប្រអប់នោះក៏ត្រូវអស់5ម៉ាក់ដែរមិនទាន់គិតបន្លែពីរមុខទៀតប្រេងអំបិលគ្រឿងទេសប្រអប់ប្រើរួចបោះចោលចង្កេះហ្គាសទឹកភ្លើងថ្លៃឈ្នួលផ្ទះជាមួយទាំងខ្ញុំនិងប្រពន្ធខ្ញុំក្រោកតាំងពីម៉ោង2រំលងអាធ្រាត្រធ្វើការជាង10ម៉ោងក្នុងមួយថ្ងៃខ្ញុំកាន់តែនិយាយកាន់តែរំជួលចិត្តសំឡេងខ្ញុំញ័ររន្ធត់បាយប្រអប់6យន្តនេះរបស់ខ្ញុំបុកតម្លៃដើមទាំងអស់ចូលគ្នាយ៉ាងហោចណាស់ក៏5យន្តដែរចំណេញសុទ្ធយ៉ាងច្រើនក៏ត្រឹម5ម៉ាក់ទេថ្ងៃណាដែលបន្លែសាច់ឡើងថ្លៃខ្ញុំថែមទាំងខាតទៀតផងរយៈពេល5ឆ្នាំនេះខ្ញុំមិនដែលគិតបូកបន្ថែមថ្លៃលើពួកអញឡើយពួកឯងជំពាក់លុយខ្ញុំមិនដែលតាមទៀតទេថ្ងៃណាធ្វើការថែមម៉ោងយឺតខ្ញុំទុកបាយក្តៅឲ្យពួកឯងបុណ្យទានម្ដងខ្ញុំបន្ថែមម្ហូបបន្ថែមសុទ្ធឲ្យពួកឯងតើជាងតាហើយនេះមានរឿងអ្វីដែលខុសនឹងពួកឯងតែសម្ដីខ្ញុំប្រៀបដូចជាគ្រូបោះចូលសមុទ្រគ្មានអ្នកណាស្ដាប់ឡើយវ៉ាងស៊ឺនៅជួរក្រោយអ្នកភូមិជាមួយគ្នាដែលធ្វើការនៅផ្នែកផ្ទះបាយការដ្ឋានជាធម្មតាគេមកទិញបាយខ្ញុំរាល់ថ្ងៃគេតែងតែអូថាបាយក្នុងផ្ទះបាយការដ្ឋានថ្លៃហើយឆ្ងាញ់ពេលនេះគេចាប់ស្មាមនុស្សខាងមុខដើរយឺតមកខាងមុខគេសម្លឹងមកខ្ញុំពីលើចុះក្រោមគេអូសសម្លេងនិយាយថាតាហើយអើយពួកយើងឲ្យឱកាសឯងមួយអញពន្យល់ពួកយើងឲ្យបានច្បាស់លាស់ទៅកុំយកពាក្យសម្ដីទាំងនេះមកបោកបញ្ឆោតពួកយើងទោះជាគ្មានចំណេះដឹងតែមិនមែនជាមនុស្សដែលឯងចង់បោកគឺបោកបាននោះទេវ៉ាងស៊ឺជាមនុស្សល្បីឈ្មោះខាងរឿងនិយាយដើមចូលចិត្តបង្កចំនួនបំផុតបង្កភ្លើងប្រឆាំងគេនិយាយចេញមកបែបនេះអ្នកភូមិខាងក្រោយក៏ចាប់ផ្ដើមជួយស្រែកគាំទ្រភ្លាមពិតមែនហើយកុំយកថ្លៃឈ្នួលផ្ទះថ្លៃពលកម្មមកបោកពួកយើងទោះឯងមិនគិតថ្លៃពលកម្មតម្លៃដើមមិនលើសពី2យន្តទេខ្ញុំថាហើយចុះមិនបានគេឲ្យបាយយើងច្រើនម្ល៉េះតាមពិតគឺគេចំណេញពីពួកយើងច្រើនយ៉ាងនេះសោះក្នុងចិត្តឯងមានទោសទណ្ឌអ្វីចាងសៀវហីឃើញមានអ្នកគាំទ្រកាន់តែបានចិត្តគេច្រត់ចង្កេះលាទឹកវែងនោះហើយផ្ទះបាយនៅរោងចក្រពួកយើងតម្លៃ8យន្តក្នុងមួយប្រអប់ម្ហូបសាច់3មុខបន្លែ2មុខល្អជាងរបស់ឯងនេះទៀតបាយប្រអប់6យន្តរបស់ឯងនេះគឺពិតជាមានចិត្តខ្មៅគឺចង់បោកពួកយើងដែលស្លូតត្រង់នេះខ្ញុំមើលទៅហ្វូងមនុស្សចំពោះមុខនេះមានអារម្មណ៍តែត្រជាក់ស្រេកពេញរាងកាយពួកគេញ៉ាំបាយនៅទីនេះរាល់ថ្ងៃតើមិនដឹងទេថាបាយប្រអប់ខ្ញុំបរិមាណប៉ុណ្ណាមិនដឹងទេថាខ្ញុំប្រើគ្រឿងផ្សំអ្វីបាយប្រអប់8យន្តនៅផ្ទះបាយការដ្ឋាននោះវាមានសភាពបែបណាក្នុងចិត្តពួកគេមិនដឹងទេដួសមួយវែកឃើញតែទឹកបន្លែសាច់សំបីតែដុំតូចមួយក៏រកមិនឃើញបាយថែមទៀតនោះកំណត់ឲ្យតែមួយចានប៉ុណ្ណោះដួសថែមមួយមាត់ទៀតគេគិតលុយបន្ថែមហើយតើអាចប្រៀបនឹងរបស់ខ្ញុំបានដែរឬខ្ញុំដកដង្ហើមវែងទុកកំហឹងដែលហក់ឡើងដល់ព្យាយាមសង្កត់ចិត្តចុះ5ឆ្នាំមកនេះខ្ញុំក៏បានឃើញមនុស្សមិនតិចអ្នកទេ
តែខ្ញុំមិនដែលគិតថារឿងដែលធ្វើឲ្យជឿចិត្តបែបនេះនឹងកើតឡើងលើខ្លួនខ្ញុំសាច់មួយខំថ្លៃប៉ុន្មានសាច់មួយខំនឹងវាថ្លៃប៉ុន្មានទៅមួយថ្ងៃត្រូវចំណាយលុយប៉ុន្មានទិញម្ហូបទិញអង្ករខ្ញុំក៏ឲ្យគេគិតលុយដែរយ៉ាងឆែវហេបូមាត់មិនមាត់អ្វីទាំងអស់វ៉ងឈីវក៏ដកថយទៅក្រោយវិញអ្នកលក់ដូរខ្សឹបខ្សៀវជាមួយមនុស្សក្បែរខ្លួនក្នុងចិត្តខ្ញុំទើបតែបានធូរស្រាលគិតថាបញ្ហានេះដោះស្រាយចប់ហើយតែមួយវិនាទីបន្ទាប់វ៉ងឈីវក៏ពេបមាត់សើចចំអកមួយខ្សឹបនិយាយស្ដីផ្អែមល្ហែមណាស់ពួកឯងស្ដាប់មើលនិយាយបានល្អណាស់កំណត់ត្រាការទូទាត់របស់បែបហ្នឹងចង់ធ្វើប៉ុន្មានក៏បានដែរចង់ធ្វើប៉ុន្មានក៏បានមិនក៏មានតែឯងដែលចេះពួកយើងសុទ្ធតែមិនយល់ឬយ៉ាងឆេវហេក៏តាមញុះញង់ភ្លាមនឹងហើយត្រឹមត្រូវហើយអ្នកណាចង់ដឹងថាកំណត់ត្រាឯងវាពិតឬខ្លាំងនឹងហើយយ៉ាងណាក៏ខ្ញុំមិនជឿដែរឯងវាគ្មានមន្តសការគិតតែពីរូបរឿងកេងចំណេញពីពួកយើងអ្នកស្រុកខ្ញុំខ្ជិលនឹងដមាត់ជាមួយពួកគេទៀតខ្ញុំងាកខ្លួនទៅចាប់យកវែកឌូបាយត្រៀមខ្លួនឌូបាយឲ្យកម្មករផ្សេងទៀតក្នុងចិត្តគិតថាហេទុកវាទៅចុះគេចង់និយាយអ្វីក៏និយាយទៅយូរទៅគ្រប់គ្នានឹងដឹងថាអ្នកណាជាមនុស្សទៀងត្រង់តែពេលខ្ញុំទៅតែចាប់វែកឌូបាយមិនទាន់បានឌូសម្ហូបផងជួខាងក្រោយស្រាប់តែសំឡេងស្រែកយ៉ាងខ្លាំងគឺម៉ាក់របស់ឆេវហេកុំខ្ញុំនិយាយត្រូវណាស់ឯងវាគ្មានមន្តសការពិតមែនគាត់ស្រែកខ្លាំងថាប្រពន្ធលេងខៀវរបស់ឯងក៏មិនធម្មតាដែររាល់ថ្ងៃតែនិយាយដើមពួកយើងអ្នកស្រុកនៅពីក្រោយខ្នងថាយើងក៏ថាពួកយើងជំពាក់លុយមិនសងខួរក្បាលខ្ញុំដូចជាផ្ទុះមួយទំហឹងទេស្អាតជាខ្ញុំយ៉ាងម៉េចក៏បានខ្ញុំអាចទ្រាំបានតែពួកគេមិនអាចមកមួយបង្កាច់ប្រពន្ធខ្ញុំបានទេលេងខៀវនាងតាមខ្ញុំធ្វើការតាំងពីព្រលឹមដល់យប់ធ្វើការ10ជាងម៉ោងក្នុងមួយថ្ងៃដៃនាងពោពេញដោយស្នាមកកាត់នឹងមុខរបួសមិនដែលត្អូញត្អែមួយម៉ាត់ទេរឿងអ្នកស្រុកជំពាក់លុយនាងមិនដែលនិយាយអ្វីបន្តិចឡើយនៅពីក្រោយខ្នងមិនដែលនិយាយមួយម៉ាត់មួយបង្កាច់អ្នកស្រុកទេនាងគ្រាន់តែជួនកាលត្អូនប្រាប់ខ្ញុំថាយ៉ាងឆេវហេជំពាក់លុយបាយចិត្ត3ខែហើយបើមិនសងពួកយើងចិត្តគ្មានលុយបង់ថ្លៃឈ្នួលផ្ទះខែនេះហើយរឿងលំបាកទាំងនេះនាងតែងតែទ្រាំគ្រាន់តែព្យាយាមរស់នៅមួយថ្ងៃពេលនឹកឃើញរឿងទាំងនេះកំហឹងក្នុងចិត្តខ្ញុំលែងអាចទប់បានទៀតហើយមួយវិនាទីបន្ទាប់ខ្ញុំក៏ចាប់យកកាំបិតចុងស្រួយក្បែរនោះដាក់ផាំងចុះលើក្តារគិតថាខ្ញុំរកលុយពីពួកឯងមែនទេចេញទៅឲ្យអស់ចាប់ពីពេលនេះទៅកុំឲ្យឃើញមុខនៅកន្លែងខ្ញុំទៀតហ្វូងមនុស្សស្ងាត់ជ្រាបគ្មានអ្នកណាកម្រើកព្រោះក្នុងចិត្តពួកគេដឹងច្បាស់ជាងអ្នកណាទាំងអស់នៅជុំវិញការដ្ឋានសំណង់ជីក្រុងនេះរកមិនបានកន្លែងទី2ដែលលក់បាយមួយកញ្ចប់$5ម្ហូបសាច់2មុខម្ហូបបន្លែ2មុខបាយញ៉ាំឲ្យឆ្អែតម្ហូបស្រស់បាយក្តៅស្មោះត្រង់បែបនេះដូច្នេះទោះបីជាស្ថានភាពមើលទៅមិនល្អពួកគេក៏នៅតែឈរនៅនឹងកន្លែងទៅកន្លែងផ្សេងយ៉ាងតិចក៏$10ដែរក្នុងមួយខែគ្រាន់តែលុយបាយក៏ចំណាយអស់រាប់រយដែរសម្រាប់ពួកគេអ្នកធ្វើការសំណង់ដែលរកលុយដោយញើសឈាមនេះមិនមែនជាលុយតិចតួចទេដូច្នេះទោះបីដឹងថាឆ្លោះគ្នាវាមើលទៅមិនសមក៏នៅតែស្ដាយបាយក្តៅនេះគ្មាននរណាកម្រើកតែយ៉ាងឆេវហេកម្រើកកុំខ្លាចវាភ័យហើយខ្ញុំតាក់ទងឲ្យគ្រប់គ្នាហើយហាងបាយមួយទៀតគេលក់តែ$3ប៉ុណ្ណោះក៏មានសាច់2មុខបន្លែ2មុខបាយញ៉ាំឲ្យឆ្អែតថោកជាងវាហើយស្មោះត្រង់ជាងវាទៀតពាក្យនេះនិយាយចេញមកហ្វូងមនុស្សផ្ទុះកំហឹងភ្លាមពិតមែនឬ$3មួយកញ្ចប់ចឹងញ៉ាំនៅនេះធ្វើអីទៀតហៀសិពិតជាមនុស្សល្អមែននៅគិតដល់ពួកយើងនឹងហើយមិនដូចមនុស្សខ្លះរាល់ថ្ងៃសម្លឹងមើលលុយញើសឈាមពួកយើងមែនទេជាង20អ្នកស្រុកនាំគ្នាជារបៀបខ្ញុំវ៉ងឈឺជាអ្នកដំបងដែលឈរចេញមកស្ដោះទឹកមាត់ដាក់ក្បែរជើងខ្ញុំពួកយើងពិតជាមើលមនុស្សខុសមែនញ៉ាំបាយឯង5ឆ្នាំមកហើយគាត់និយាយទៅក៏លើកការបោកខ្លួនឯងឡើងហើយដើរទៅម្ខាងបន្ទាប់មកម៉ាក់របស់យ៉ាងឆេវហេក៏ដើរតាមអញធ្វើបែបនេះមិនយូរមិនឆាប់នឹងស្ដាយក្រោយអ្នកផ្សេងទៀតក៏ចាប់ផ្ដើមដើរត្រៀមដើរចេញទៅក្រៅតែនៅពេលនេះយ៉ាងឆេវហេស្រាប់តែស្រែកខ្លាំងថាចាំទាំងអស់គ្នាពាក្យនេះនិយាយចេញមកមនុស្សដែលដើរដល់មាត់ទ្វាររួចហើយក៏ឈប់ដើរភ្លាមពួកគេងាកមកក្រោយព្រមគ្នាក្នុងភ្នែកបញ្ចេញពន្លឺលោភលន់សម្លឹងមើលខ្ញុំយ៉ាងចំជេងដែរហេ5ឆ្នាំនេះឯងកេងចំណេញពីពួកយើងប៉ុន្មានខ្លួនឯងមិនដឹងខ្លួនទេបើកេងចំណេញហើយមិនគួរណាសងពួកយើងវិញទេត្រូវសងលុយពួកយើងមកសងលុយមក5ឆ្នាំនេះពួកយើងចាយលុយប៉ុន្មាននៅទីនេះអញត្រូវសងមកពួកយើងទាំងអស់ជេងដែរហេបើឯងមិនសងលុយទេថ្ងៃនេះរឿងមិនចប់ទេសំឡេងជាប្រមាថថតគ្នាដូចជាមជោចាក់ក្នុងចិត្តខ្ញុំមើលមុខអ្នកដែលធ្លាប់ស្គាល់ទាំងអស់នេះមានអារម្មណ៍ថាពួកគេចម្លែកណាស់ត្រជាក់ស្រេកក្នុងចិត្តទំនាក់ទំនង5ឆ្នាំការជួយជ្រោមជ្រែង5ឆ្នាំក្នុងភ្នែកពួកគេបែរជាគ្មានតម្លៃអ្វីសោះគ្រាន់តែដោយសារពាក្យញុះញង់ពីយ៉ាងឆេវហេពួកគេក៏ចាត់ទុកខ្ញុំជាស្ត្រូវចាត់ទុកជាអ្នករកស៊ីកេងចំណេញខ្ញុំខំប្រឹងទប់កំហឹងខំថ្មិញនិយាយថាលុយបាយដែលគ្រប់គ្នាឲ្យកន្លងមកគឺជាថ្លៃបាយក្នុងពេលនោះថ្លៃដាំបាយរបស់ខ្ញុំពួកឯងទៅសួរតម្លៃនៅផ្សារដឹងហើយខ្ញុំមិនដែលយកលើស1សេនឡើយ
កុំថាឡើយរកលុយមិនស្មោះត្រង់នោះរែងឆេវហឺមួយខ្សឹមើងងាយខ្លាំងណាស់ខ្ញុំដឹងរួចហើយពួកកម្មករគ្មានបាយហូបគេឈ្មោះខ្ញុំក៏ត្រូវបំផ្លាញអស់ដែរលីនស៊ីវនៅក្បែរនោះកំពុងអបកូនស្រីយាយាភ្នែកគេទាំងពីរឡើងក្រហមរាងកាយទាំងមូលកំពុងតែញ័រខ្ញុំមិនចង់ឲ្យពួកគេទាំងពីរនាក់មកទទួលរងទុក្ខវេទនាជាមួយខ្ញុំឡើយរឹតតែមិនចង់ឲ្យរឿងនេះធ្វើឲ្យខ្ញុំបាត់បង់ការងារដែលធ្វើមក5ឆ្នាំនេះទេបើអាចដោះស្រាយដោយលុយបាននោះចាត់ទុកថាជាការបង់ប្រាក់ដើម្បីដោះស្រាយបញ្ហាចុះបានត្រូវបង់ប៉ុន្មានភ្នែករបស់ចាងស៊ីវហៃភ្លឺឡើងភ្លាមគេនិយាយចេញមកភ្លាមថា20000 5ឆ្នាំមកនេះអ្នករកលុយពីពួកយើងយ៉ាងតិចក៏20000ដែរសងពួកយើងមកវិញឲ្យអស់រឿងនេះចាត់ទុកថាចប់20000ចាងស៊ីវហៃឯងនេះមិនទៅប្លង់គេទៅនៅពេលដែលពួកយើងកំពុងជេរគ្នានោះស្រាប់តែមានសម្លេងមួយបន្លឺឡើងពីក្រៅហ្វូងមនុស្សសម្លេងមិនធម្មតាព្រមទាំងសម្លេងគិតនៃឯកសណ្ឋានពេលដងខ្ញុំញាប់ញ័រខ្ញុំងើយមើលទៅបុគ្គលិក2នាក់ស្លៀកពាក់ឯកសណ្ឋាននៃមន្ទីរគ្រប់គ្រងទីផ្សារកំពុងដើរមករកទាំងជ្រួញចិញ្ចើមពីក្រោយមានអ្នកគ្រប់គ្រងសណ្ដាប់ធ្នាប់តាមមកទៀតប្រធានក្រុមលីដែលនាំមុខគេនោះខ្ញុំស្គាល់កាលពីមុនពេលជួបបញ្ហាខ្លះធ្លាប់បានតាក់ទងគ្នាដែរគាត់មើលមកខ្ញុំរួចក៏មើលទៅហ្វូងមនុស្សដែលកំពុងលោឡានៅជុំវិញទឹកមុខគាត់ប្រែជាមើងម៉ាត់ភ្លាមជាងតាហៃមានរឿងអីទទួលបានពាក្យបណ្ដឹងថាអ្នកបើកអាជីវកម្មគ្មានច្បាប់លក់ដូរចល័តអនាម័យមិនគ្រប់គ្រាន់ហើយប្រើប្រាស់អាហារខូចគុណភាពទៀតប្រធានក្រុមលីមិនមែនទេខ្ញុំមានអាជ្ញាប័ណ្ណអាជីវកម្មមានលិខិតបញ្ជាក់សុខភាពទាំងអស់នេះសុទ្ធតែព្យួរនៅលើទេលក់ម្ហូបអាហារទាំងនេះសុទ្ធតែទើបនឹងទិញស្រស់នៅព្រឹកនេះលោកអាចពិនិត្យបានពួកគេសុទ្ធតែជាអ្នកភូមិជាមួយគ្នាគ្រាន់តែយកច្រឡំគ្នាខ្លះប៉ុណ្ណោះនិយាយមិនទាន់ចប់ផងចាងស៊ីវហៃក៏លោតចេញមកក្បែររទេះលក់ម្ហូបហើយស្រែកដាក់ប្រធានក្រុមលីលោកមេលោកមកទាន់ពេលហើយគឺវានឹងហើយវាលក់ដូរនៅទីនេះរាល់ថ្ងៃប្រើបន្លែស្អុយនិងសាច់ខូចគុណភាពធ្វើម្ហូបឲ្យពួកយើងហូបចំណាយដើមទុន2យន្តតែលក់ឲ្យពួកយើង6យន្តវាជាលុយញើសឈាមរបស់ពួកកម្មករពួកយើងសុទ្ធតែជាសាក្សីមែនពួកយើងសុទ្ធតែជាសាក្សីមែនវ៉ាងស៊ឺនឹងក្រុមអ្នកភូមិនោះនាំគ្នាជេរគ្នាចុះឡើងម្នាក់គ្នានិយាយទម្លាក់កំហុសទាំងអស់មកលើខ្ញុំទឹកមុខប្រធានក្រុមលីកាន់តែខ្មៅស្រអាប់គាត់ដើរទៅជិតរទេះលក់ម្ហូបដំបូងមើលអាជ្ញាប័ណ្ណអាជីវកម្មដែលខ្ញុំព្យួរនិងលិខិតបញ្ជាក់សុខភាពគឺនៅមានសុពលភាពទាំងអស់រួចបើកធុងរក្សាកម្ដៅមើលម្ហូបនៅខាងក្នុងម្ហូបសុទ្ធតែធ្វើថ្មីនៅថ្ងៃនេះវត្ថុធាតុដើមសុទ្ធតែនៅស្រស់រួចពិនិត្យមើលកន្ត្រកដាក់គ្រឿងផ្សំរបស់ខ្ញុំសុទ្ធតែនៅស្រស់មិនមានបញ្ហាអ្វីឡើយតែទោះជាយ៉ាងណាក៏ដោយការលក់ដូរចល័តការលក់ដូរនៅតាមចិញ្ចើមផ្លូវគឺខុសច្បាប់ប្រធានក្រុមលីមើលមកខ្ញុំហើយដកដង្ហើមធំជាងតាហៃយោងតាមច្បាប់ការលក់ដូរចល័តតាមចិញ្ចើមផ្លូវត្រូវពិន័យជាប្រាក់500យន្តហើយត្រូវដកហូតឧបករណ៍អាជីវកម្មទៀតដោយសារតែអ្នកតែងតែគោរពតាមច្បាប់កន្លងមកមិនដែលបង្កបញ្ហាលើកនេះគ្រាន់តែពិន័យប្រាក់ចុះមិនដកហូតរបស់របរទេលើកក្រោយហាមលក់ដូរតាមផ្លូវទៀតទៅរកកន្លែងតូបលក់ឲ្យបានត្រឹមត្រូវទៅខ្ញុំទទួលយកវាដកកាបូបលុយចេញពីហោប៉ៅរកក្រដាស500យន្ត5សន្លឹករួចប្រគល់ឲ្យប្រធានក្រុមលីយ៉ាងធ្ងន់ប្រធានក្រុមលីទទួលលុយចេញបានពិន័យ1សន្លឹក1រួចក្រឡេកមើល1ផ្លែតចាងស៊ីវហៃនឹងប៉ាក់ពួកដែលកំពុងតែលោឡានៅក្បែរនោះកុំមកបង្កចំនួននៅទីនេះរួចក៏ដឹកនាំក្រុមការងារចាក់ចេញទៅខ្ញុំមើលទៅគាត់រួចមើលទៅពីក្រោយគាត់ក្រុមអ្នកភូមិដែលសម្លឹងមើលមកខ្ញុំដោយកំហឹងមានអារម្មណ៍ថាត្រជាក់ក្នុងចិត្តតែរងាពីបាត់ជើងដល់ក្បាលខ្ញុំអោនក្បាលចុះដកលុយទាំងអស់ដែលនៅសល់ក្នុងកាបូបទាំងអស់ចេញមកក្រៅលុយក្រដាសតូចនិងក្រដាស100ទៀត10ជាងសន្លឹកបុកសរុបទៅបាន2000យន្តខ្ញុំទះលុយនោះទៅលើទ្រូងគេយ៉ាងខ្លាំង2000ខ្ញុំមានតែប៉ុណ្ណឹងចង់យកក៏យកទៅបើមិនយកទេពួកយើងនៅទីនេះហើយកុំឲ្យនរណាម្នាក់បានស្រួលចាងស៊ីវហៃស្រឡាំងកាំងបន្តិចប្រហែលជាមិននឹកស្មានថាខ្ញុំហ៊ានឲ្យលុយមែនគេហុចដៃយកលុយនោះដោយអចេតនាអោនមើលលុយរួចងើយមើលមកខ្ញុំក្នុងក្រសែភ្នែកមានភាពស្ទាក់ស្ទើរមួយផ្លែតរួចក៏ជំនួសដោយភាពពេញចិត្តបន្ទាប់មកឡើងលើរថយន្តតូចលុយនេះខ្ញុំនឹងចែកឲ្យអ្នកទាំងអស់គ្នាម្នាក់បានប៉ុន្មានសិបយន្តចាត់ទុកថាជាជាងតាហៃរ៉ាប់រងទឹកឲ្យពួកយើងផឹកពួកនោះឬហើយក៏នាំគ្នាស្រែកអបអរសាទរភ្លាមនាំគ្នាដើរតាមចាងស៊ីវហៃចាក់ចេញទៅមនុស្សជាង20នាក់គ្មានសល់ម្នាក់ទេពេលទៅមានអ្នកងារក្រោយមកស្ដោះទឹកមាត់ដាក់ខ្ញុំព្រមទាំងពាក្យពេចន៍មិនល្អកាលពីបន្តិចមុននៅហុំព័ទ្ធគ្នាណែននៅមុខការដ្ឋានសំណងតែមួយប៉ព្រិចភ្នែកក៏ស្ងាត់ឈឹងនៅសល់តែខ្ញុំនិងលីនស៊ីវព្រមទាំងកូនស្រីយាយាដែលកំពុងយំឈរនៅក្បែររទេះលក់ម្ហូបមើលប្រអប់បាយដែលដួលបែកនៅលើដីម្ហូបអាហារកំពុងពេញដីព្រមទាំងភាពវឹកវរនៅពេញទីក្នុងចិត្តពិបាកបរិយាយណាស់លីនស៊ីវអបយាយាទឹកភ្នែកទីបំផុតក៏ស្រក់ចុះមកនាងនិយាយទាំងជាងតាហៃអ្នកមើលទៅនេះគឺជាអ្នកភូមិដែលអ្នកស្រឡាញ់និងជួយដោយស្មោះត្រង់នេះគឺជាអ្នកភូមិដែលអ្នកថែរក្សាជារៀងរាល់ថ្ងៃពួកយើងងើបពីព្រលឹមរហូតដល់យប់មិនដែលរកកម្រៃពីពួកគេបាន1សេនឡើយ
ថែមទាំងត្រូវចំណាយថែមទៀតផងលទ្ធផលទទួលបានអ្វីមកវិញទទួលបានការស្ដីបន្ទោសថាអ្នកមានចិត្តខ្មៅរីកាពីអ្នកហើយគៀបយកលុយអ្នកប៉ុន្តែពួកកម្មករទាំងអស់សុទ្ធតែសម្លឹងមើលមកយើងក្នុងក្រសែភ្នែកពួកគេពោពេញដោយក្តីអាណិតអាសូរបងសមុទ្រពួកយើងដឹងច្បាស់ថាបងមិនខុសទេមិនបន្ទោសបងឡើយពួកមនុស្សទាំងនោះគ្រាន់តែជាពួកអត់ដឹងគុណគេខ្ញុំញញឹមតិចដោយមិននិយាយអ្វីទាំងអស់ស្លាបព្រាក្នុងដៃខ្ញុំនៅតែរឹងមាំដួសអាហារជូនម្នាក់ពេញចានរវល់រហូតដល់ម៉ោងជា1រសៀលម្ហូបអាហារទាំងអស់ក៏លក់អស់រលីងពួកយើងរៀបចំម្ទេសដាក់ម្ហូបរួចរាល់ហើយរុញត្រឡប់ទៅវិញតាមផ្លូវលីនស៊ីវមិនបានមាត់មួយម៉ាត់ទេគ្រាន់តែអន់មុខចុះដើរតាមក្រោយខ្ញុំយ៉ាងស្ងៀមស្ងាត់ខ្ញុំដឹងថាគេឈឺចាប់ក្នុងចិត្តរឿងលុយកាក់ហើយរឹតតែឈឺចាប់ជាងនេះទៅទៀតព្រោះតែទឹកចិត្តល្អរបស់គេត្រូវបានគេយល់ច្រឡំពេលមកដល់ផ្ទះតូចទើបតែលើករបស់របរចុះទូរស័ព្ទរបស់លីនស៊ីវក៏រោទឡើងភ្លាមគេក្រឡេកមើលលេខអ្នកហៅចូលក៏ស្ងាត់ទៅមួយភ្លែតមុននឹងលើកទូរស័ព្ទអាឡូលោកតាចាងក្នុងចិត្តខ្ញុំស្រាប់តែធ្លាក់កំហឹងមួយរំពេចលោកតាចាងគឺជាជីតារបស់ចាងស៊ីវហីគាត់អាយុជិត80ឆ្នាំហើយជើងដៃមិនសូវល្អកាលពីក្មេងធ្វើការនៅការដ្ឋានសំណង់ពេញមួយជីវិតរហូតមានជំងឺជាប់ខ្លួនឥឡូវគាត់ធ្វើជាអ្នកយាមទ្វារនៅការដ្ឋានសំណង់នេះជាធម្មតាគាត់រស់នៅក្នុងបន្ទប់យាមតែម្នាក់ឯងឪពុកម្ដាយរបស់ចាងស៊ីវហីទៅធ្វើការនៅឆ្ងាយរាល់ឆ្នាំពេញមួយឆ្នាំមិនដែលបានត្រឡប់មកផ្ទះទេមានតែចាងស៊ីវហីម្នាក់ប៉ុណ្ណោះដែលនៅក្បែរតែអាម្នាក់នេះមិនដែលខ្វល់ពីសុខទុក្ខជីតាខ្លួនឯងឡើយក្នុងរយៈពេល5ឆ្នាំនេះរាល់ថ្ងៃត្រង់ខ្ញុំតែងតែទុកអាហារក្តៅមួយកញ្ចប់ផ្ញើជូនលោកតាចាងដោយមិនដែលគិតលុយកាក់ដល់ថ្ងៃបុណ្យទានខ្ញុំថែមទាំងទិញសាច់ទិញផ្លែឈើទៅជូនគាត់អង្គុយនិយាយលេងជាមួយគាត់ទៀតផងលោកតែងតែនិយាយថាខ្ញុំធ្វើល្អដាក់គាត់ជាងចៅបង្កើតរបស់គាត់ទៅទៀតលីនស៊ីវឆ្លើយតបខ្លះរួចក៏បិទទូរស័ព្ទទៅទឹកមុខរបស់គេស្មុគស្មាញណាស់លោកតាចាងទូរស័ព្ទមកមានការអីដែរលីនស៊ីវស្ងាត់មួយសន្ទុះទើបនិយាយថាលោកតាគាត់សួរយើងថាថ្ងៃនេះត្រង់មានរឿងអីកើតឡើងមែនទេគាត់ឃើញហេតុការណ៍ទាំងអស់នៅក្នុងបន្ទប់យាមគាត់ប្រាប់ថាគាត់បានជេរចាងស៊ីវហីមួយប្រៅតែអាចៅនេះប្រហែលជាមិនស្ដាប់ឡើយលោកតាថាគាត់មានទោសចំពោះយើងចង់មកសុំទោសយើងហើយគាត់ថែមទាំងស្ងោឆ្អឹងជំនីជ្រូកទុកឲ្យយើងពេលល្ងាចហៅពួកយើងទៅហូបដើម្បីសុំទោសជំនួសចៅខ្ញុំនឹងលីនស៊ីវដកដង្ហើមធំដោយមិនបានព្រៀងទុករឿងអាហារតម្លៃ$3តែចាងស៊ីវហីនិយាយនោះគឺសុទ្ធតែជាការកុហកទាំងស្រុងខ្ញុំដឹងថាហេតុអ្វីបានជាគេនិយាយបែបនេះកាលពីដើមក្តៅឆ្នាំមុនគេចង់ចំណេញលុយបន្តិចបន្តួចក៏ធ្លាប់ចាញ់បោកអាហារតម្លៃថោកបែបនេះម្ដងដែរគេប្រាប់ថាអាហារតម្លៃ$3តែដល់ពេលបង់លុយរួចគេឲ្យតែនំប៉័ងមួយកញ្ចប់និងបន្លែបន្តិចបន្តួចបើចង់បានម្ហូបបន្ថែមត្រូវបង់លុយបន្ថែមទៀត$5បើមិនបង់លុយគេមិនឲ្យឡើយពេលនោះគេខឹងខ្លាំងណាស់រហូតមកនិយាយរអ៊ូប្រាប់ខ្ញុំដល់ទៅប៉ុន្មានខែក្រុមមនុស្សទាំងនោះប្រហែលជាឥឡូវនេះនៅរងចាំនៅទីវាលក្បែរការដ្ឋានសំណង់នៅឡើយខ្ញុំក៏ដឹងច្បាស់ដែរថាអាហារតម្លៃ$3មួយកញ្ចប់តែមានទាំងសាច់ទាំងបន្លែនោះគឺគ្មានផ្លូវទៅរួចទេសូម្បីតែដើមទុនក៏មិនគ្រប់គ្រាន់ដែរលើកលែងតែប្រើបន្លែស្អុយឬសាច់ខូចធ្វើបើមិនដូច្នេះអ្នកណាក៏ខាតលុយដែរអាចាងស៊ីវហីនេះច្បាស់ណាស់ថាវាចង់បោកគេខ្ញុំគិតបន្តិចរួចនិយាយទៅកាន់លីនស៊ីវថាចុះបើពួកយើងទូរស័ព្ទទៅពួកគេហើយត្រឡប់ទៅឥឡូវនេះដើម្បីនាំពួកគេមកវិញធ្វើម្ហូបឲ្យពួកគេហូបមិនចុះបើមិនដូច្នេះទេរសៀលនេះពួកគេនឹងគ្មានអាហារក្តៅហូបឡើយរសៀលត្រូវធ្វើការបន្តទៀតលីនស៊ីវស្ងាត់មួយសន្ទុះធំចុងក្រោយក៏ងក់ក្បាលអញ្ចឹងខ្ញុំទូរស័ព្ទទៅវាងស៊ឺវិញខ្ញុំនឹងប្រាប់គេឲ្យច្បាស់គេក៏បើកសៀវភៅលេខទូរស័ព្ទស្វែងរកលេខរបស់វាងស៊ឺរួចចុចហៅទៅទូរស័ព្ទរោជាច្រើនដងទើបមានអ្នកលើកក្នុងទូរស័ព្ទមានសំឡេងញញញៃព្រមទាំងមានសំឡេងមនុស្សស្រែកតវ៉ាអាឡូអ្នកណាជាសំឡេងរបស់ចាងស៊ីវហីពោពេញដោយភាពធុញថប់លីនស៊ីវស្ងាត់ទៅមួយភ្លែតហើយនេះខ្ញុំប្រពន្ធរបស់ជាងដាហៃខ្ញុំចង់និយាយជាមួយវាងស៊ឺខ្ញុំចង់ប្រាប់ថាប្រពន្ធរបស់ជាងដាហៃវាឲ្យធ្លាក់ថ្លើមមិនចង់បាត់បង់លុយ$2000នោះទេក៏ចង់បោកពួកយើងឲ្យត្រឡប់ទៅហូបអាហារស្អុយរបស់ពួកឯងមែនទេសំឡេងរបស់ចាងស៊ីវហីប្រែជាចំអកមើងងាយយ៉ាងខ្លាំងប្រាប់ឲ្យដឹងណាគ្មានផ្លូវទេអាហាររបស់ពួកឯងទោះបីឲ្យលុយពួកយើងក៏ពួកយើងមិនហូបដែរពួកយើងចិត្តបានហូបអាហារតម្លៃ$3ហើយប្រសើរជាងរបស់ពួកឯងរាប់រយដងតាមទូរស័ព្ទគឺសូរសំឡេងសាច់ក្អាកក្អាយព្រមទាំងសំឡេងរបស់វាងស៊ឺដែលជួយហៅមាត់ចំអកផងដែរអាហារប្រភេទនោះអ្នកណាហូបអ្នកនោះខាត់ពួកយើងមិនត្រឡប់ទៅវិញទេខ្ញុំដណ្ដើមទូរស័ព្ទយកមកហើយចុចបិទចោលភ្លាមកុំទូរស័ព្ទទៀតអីមនុស្សខ្លះពេលយើងផ្ដល់ភាពកក់ក្ដៅឲ្យបែរជាមើងងាយថាវាធ្វើឲ្យពួកគេក្ដៅដៃទៅវិញចាប់ពីថ្ងៃនេះទៅពួកគេនឹងងាប់រស់ក៏គ្មានអ្វីតាក់ទងនឹងពួកយើងទៀតឡើយលីនស៊ីវសម្លឹងមើលមកខ្ញុំកែវភ្នែកចាប់ផ្ដើមក្រហមគេញកក្បាលរួចដាក់ទូរស័ព្ទចូលកាបូបវិញពួកយើងអង្គុយលើកៅអីតូចគ្មានអ្នកណានិយាយអ្វីទាំងអស់ក្នុងផ្ទះតូចនៅតែមានក្លិនម្ហូបហាមមួលតែពួកយើងម្នាក់មិនមានអារម្មណ៍ចង់ហូបអ្វីឡើយរវល់ពេញមួយព្រឹកមិនបានហូបអ្វីបន្តិចសោះ
តែមិនមានអារម្មណ៍ឃ្លានឡើយមានតែអារម្មណ៍ស្ទះក្នុងចិត្តស្ទះរហូតរកដកដង្ហើមមិនចេញពេលរសៀលដល់ម៉ោងជាង4រសៀលពួកយើងទាំងពីរនាក់កំពុងរៀបចំគ្រឿងផ្សំសម្រាប់អាហារពេលល្ងាចទូរស័ព្ទរបស់លេនខីស្រាប់តែរត់ឡើងយ៉ាងខ្លាំងរត់មិនឈប់មួយដង្ហើមចង្រៃគ្មានឈប់សោះតែម្ដងគាត់លើកទូរស័ព្ទមកមើលនៅលើអេក្រង់គឺពោពេញទៅដោយការហៅចូលមិនបានទទួលសុទ្ធតែជាលេខអ្នកភូមិជាមួយគ្នាទាំងអស់ហើយសារក្នុង WeChat ក៏ហូរចូលមកមិនដាច់សញ្ញាពណ៌ក្រហមបង្ហាញលេខ99មើលទៅគួរឲ្យខ្លាចណាស់ចិត្តខ្ញុំរំជួលបន្តិចខ្ញុំដណ្ដើមយកទូរស័ព្ទមកខលត្រឡប់ទៅវិញភ្លាមទូរស័ព្ទរត់បានតែមួយដងក៏គេទទួលភ្លែតខាងនោះវឹកវរដូចគេគោស្ងោយអញ្ចឹងខ្ញុំស្ដាប់អ្វីមិនបានសំបីតែមួយម៉ាត់ខ្ញុំក្តាប់ទូរស័ព្ទជាប់ឈប់សិនម្នាក់ស្ងាត់មាត់ហើយនិយាយម្ដងមួយមកខាងនោះស្ងាត់ទៅវិញមួយវិនាទីភ្លាមនោះសំឡេងរបស់យ៉ាងឆេវហេក៏បន្លឺឡើងស្រាប់តែលេចមុខមកគេស្រែកមកយ៉ាងពេញទំហឹងថាចែងដេហេអញផ្ទេរលុយ2000ទៀតមកឲ្យខ្ញុំឥឡូវនេះលឿនឡើងពួកយើងត្រូវការលុយបន្ទាន់ខ្ញុំស្មានថាខ្ញុំស្ដាប់ខុសខ្ញុំនៅស្ងៀមមួយសន្ទុះឯងនិយាយថាអ្វីណា2000រ៉េងឆេវហេអញឈ្គួរទៅហើយមែនទេកុំនិយាយរឿងឥតប្រយោជន៍ឆាប់ផ្ទេរលុយមកយ៉ាងឆេវហេនៅតែបន្តនិយាយដោយក្អេងក្អាងពួកយើងឥឡូវគ្មានលុយទិញបាយហូបទេគ្មានលុយជិះឡានទៀតអញត្រូវតែផ្ទេរលុយឲ្យពួកយើងរឿងនេះសុទ្ធតែជាកំហុសរបស់ឯងបើមិនមែនព្រោះតែឯងឲ្យលុយខ្ញុំទេនោះតើខ្ញុំអាចចាញ់បោកគេទេខ្ញុំខឹងរហូតដល់សាច់ចេញមកកំហឹងដែលទុកពេញមួយរសៀលស្រាប់តែផ្ទុះឡើងពួកឯងទាំងអស់គ្នាសុទ្ធតែឈួតមែនទេខ្ញុំជំពាក់បំណុលពួកឯងឬជាងដែលហេស្រ័យកំហុកដាក់ទូរស័ព្ទមិញនេះអ្នកណាខ្លះដែលថាខ្ញុំគ្មានមេត្តាថាខ្ញុំមានចិត្តអាក្រក់អ្នកណាដែលយកលុយខ្ញុំទៅថាចង់ទៅទិញទឹកឲ្យពួកឯងផឹកឥឡូវចាញ់បោកគេហើយត្រឡប់មកសុំលុយខ្ញុំទៀតមុនសកាពួកឯងយកទៅណាអស់ហើយខ្ញុំជេរពេញ2នាទីដាច់សរសៃអស់ហើយខាងទូរស័ព្ទឆ្ងាត់ជ្រងគ្មានឮសំឡេងអ្វីបន្តិចសោះរហូតដល់ខ្ញុំជិលចប់ទើបមានសំឡេងមួយខ្សឹបសៀវបន្លឺឡើងគឺជាវ៉ាវឆៅមិត្តភក្តិស្និទ្ធស្នាលក្នុងភូមិគាត់និយាយដោយទឹកមុខដូចយំបងដេហេអើយពួកយើងត្រូវបានយ៉ាងឆេវហេបោកហើយបន្ទាប់មកខាងនោះក៏ញញែកគ្នាដដែលម្នាក់មួយមាត់ទើបខ្ញុំដឹងរឿងរ៉ាវទាំងអស់រឿងរ៉ាវទាំងមូលគឺបែបនេះតាមពិតយ៉ាងឆេវហេមិនបានតាក់ទងអ្នកណាតតែសោះរឿងអាហារប្រអប់តម្លៃ$3នោះឡានដឹកអាហារដែលថានឹងមកដល់នោះគឺជារឿងកុហកទាំងអស់តាំងពីដើមមកនៅពេលនេះបំណែកនៃភាពវឹកវរទាំងអស់ក៏បានគ្នាជាការពិតបន្ទាប់ពីគេនាំអ្នកទាំងអស់គ្នាចេញពីតូបខ្ញុំទៅគេក៏ប្រាប់ឲ្យគ្រប់គ្នាទៅចាំនៅកន្លែងទំនេរជិតការដ្ឋានសំណង់ដោយប្រាប់ថាគេទៅតាក់ទងឡានដឹកបាយថែមទាំងប្រាប់ថាពេលមកវិញនឹងចែកលុយ2000នោះឲ្យគ្រប់គ្នាទៀតអ្នកទាំងអស់គ្នាក៏ជឿគេទាំងស្រុងចូលចាំនៅកន្លែងទំនេរនោះរងចាំព័ត៌មានដែលគ្មានថ្ងៃកើតឡើងតែពេលដែលគេចេញទៅគឺលែងត្រឡប់មកវិញទៀតក្រុមមនុស្សនោះចាំតាំងពីម៉ោង12ថ្ងៃត្រង់រហូតដល់ម៉ោង4រសៀលពេលវេលាកន្លងទៅយ៉ាងយូរអ្នករងចាំកាន់តែតក់ក្រហល់មេឃជិតងឹតហើយនៅតែមិនឃើញស្រមោលយ៉ាងឆេវហេរងចាំតាំងពីថ្ងៃរហូតដល់ល្ងាចពួកគេទើបដឹងថាមានរឿងមិនស្រួលខលទៅគេទូរស័ព្ទបិទសារមិនឆ្លើយមនុស្សបាត់ស្រមោលឈឹងពួកគេទើបភ័យស្លន់ស្លោដើរស៊ូគេឯងគ្រប់ទីកន្លែងទើបដឹងពីមាត់អ្នកភូមិជាមួយគ្នាថាយ៉ាងឆេវហេថ្ងៃមុនបានយកលុយឈ្នួល1ឆ្នាំទៅលេងល្បែងអស់ពីខ្លួនគេមិនត្រឹមតែរកលុយមិនបានទេថែមទាំងជំពាក់បំណុលគេវ៉ាន់ដុកគេមិនហ៊ានត្រឡប់ទៅផ្ទះអស់ផ្លូវដើរទើបនឹកឃើញវិធីនេះញុះញង់អ្នកទាំងអស់គ្នាឲ្យមកបង្កចំនួនជាមួយខ្ញុំគោលបំណងគឺដើម្បីបោកលុយខ្ញុំនឹកក្នុងចិត្តថាដល់ហើយសំហើយខ្ញុំដឹងតាំងពីដើមមកអាម្នាក់នេះធម្មតាស្ងៀមស្ងាត់ណាស់ថ្ងៃនេះចុះហេតុអ្វីបានជាហ៊ានធ្វើរឿងធំបែបនេះតាមពិតគឺព្រោះតែគេគ្មានផ្លូវទៅសំបីតែអ្នកភូមិជាមួយគ្នាក៏គេមិនលើកលែងខ្ញុំរៀបនឹងបិទទូរស័ព្ទខាងនោះក៏ស្រែកជេរមកទៀតគឺជាសំឡេងរបស់វងដែលខំស្រែកដាក់សុទ្ធតែជាកំហុសរបស់ឯងយ៉ាងដែរហេទាំងអស់នេះគឺព្រោះតែឯងចុះឯងមានការអីត្រូវយកលុយឲ្យយ៉ាងឆេវហេបើឯងមិនឲ្យលុយគេទេតើពួកយើងអាចចាញ់បោកគេទេពិតជាកំហុសឯងមែនបើមិនមែនព្រោះតែឯងចង់យកឈ្នះពួកយើងទេតើពួកយើងអាចដើរតាមយ៉ាងឆេវហេទេអាចនឹងចាញ់បោកគេទេជាងដែលឯងត្រូវតែទទួលខុសត្រូវឯងត្រូវតែរកដំណោះស្រាយរឿងអាហារឲ្យពួកយើងមុខមាត់របស់ក្រុមមនុស្សនេះពិតជាក្រាស់ជាងជាងក្រុមទៅទៀតជាក់ស្ដែងគឺពួកវាលោភលន់ចង់បានចំណេញតូចតាចដើរតាមយ៉ាងឆេវហេបង្កចំនួនជេរខ្ញុំថាគ្មានមេត្តាយកលុយខ្ញុំទៅហើយពេលចាញ់បោកគេបែរជាមកទម្លាក់កំហុសដាក់ខ្ញុំទៅវិញខ្ញុំបិទទូរស័ព្ទបោះចូលក្នុងកាបូបពេលនោះលេងឃ្លីវត្រឡប់មកពីលាងបន្លែវិញនាងឃើញទឹកមុខខ្ញុំស្លេកស្លាំងរាងកាយញ័រញាក់ក៏ប្រញាប់ដាក់បន្លែចុះសួរដោយបារម្ភថាមានរឿងអីពួកវាធ្វើអីទៀតគ្មានអ្វីទេខ្ញុំបីកូនស្រីដាក់ចូលក្នុងកុនអស់កុំទៅខ្វល់ពីពួកវាយើងរៀបចំម្ហូបពេលល្ងាចបន្តទៀតធ្វើអ្វីដែលត្រូវធ្វើទៅលេងឃ្លីវមើលមុខខ្ញុំដកដង្ហើមធំមិនសួរទៀតទេនាងលើកាំបិតកាត់បន្លែបន្តតែខ្ញុំដឹងក្នុងចិត្តនាងក៏ដូចខ្ញុំដែរខឹងផងត្រជាក់ចិត្តផងពេលល្ងាចពួកយើងរុញឡានលក់បាយត្រឡប់ទៅមាត់ការដ្ឋានទៀតកម្មករធ្វើការថែមម៉ោងច្រើននៅពេលយប់ពួកយើងលក់រាល់យប់
នៅតែតម្លៃ$6ក្នុងមួយប្រអប់ស្តង់ដារដូចពេលថ្ងៃទើបតែឈប់ឡាននឹងកម្មករជាច្រើនក៏មកចំរោមកម្មករទាំងនេះសុទ្ធតែជាអ្នកដែលឃើញរឿងកំ pl ែងពេលថ្ងៃបបដៃកាន់នំប៉ាវរឹងខំញ៉ាំជាមួយទឹកសុទ្ធទាំងរអ៊ូដាក់គ្នាឃើញទេលក់បាយយើងស្រានក្លិនម្ហូបឈ្ងុយពួកគេក៏ឈប់ដើរឈរនៅមិនឆ្ងាយសម្លឹងមកពួកយើងខ្សែភ្នែកពោពេញដោយភាពស្មុគស្មាញមានទាំងការយកខុសភាពខ្មាស់អៀនហើយនឹងការឃ្លានលោកវ៉ាងដើរមកមុខពីជំហានហាប់មាត់ចង់និយាយរកខ្ញុំតែខ្ញុំមិនទាំងងាកទៅមើលគាត់មួយភ្នែកផងនៅតែបន្តដួសបាយឲ្យកម្មករផ្សេងទៀតគាត់ឈរនៅទីនោះស្ទាក់ស្ទើរយូរគួរសមចុងក្រោយក៏អន់មុខដើរថយក្រោយវិញនិងឈៀសម្លឹងមើលក្នុងពួកគេឃើញពួកគេបែបនេះក៏គួរឲ្យអាណិតដែរណាតែខ្ញុំមិនឈប់សកម្មភាពឡើយទាំងមិនងើយមុខឡើងនិយាយថាអ្នកដែលគួរឲ្យអាណិតតែងតែមានមូលហេតុដែលនាំឲ្យគេគួរឲ្យអាណិតផ្លូវដែលពួកគេជ្រើសរើសដោយខ្លួនឯងជួបទុក្ខលំបាកក៏ត្រូវតែស៊ូទ្រាំដោយខ្លួនឯង